Alo nhưng bạnណារិនថ្ងៃនេះខ្ញុំបានលើកយកនៅសាររឿងអនាម័យ 2D មួយមកសម្រាយជូនគ្នាយើងចំពោះសាររឿងមួយនឹងវាគឺបាននិយាយរៀបរាប់អំពីតួប្រុសរបស់យើងដែលមានឈ្មោះថាអាឡានដើមឡើយជាមុនរបស់គាត់គឺជាជើងខ្លាំងក៏ប៉ុន្តែនៅពេលដែលគាត់កើនមកជានេះនៅក្នុងគ្រួសារអ្នកធំទៀតពួកគេបានមើលមកកាន់អាឡានថាគឺជាមនុស្សដ៏អន់បំផុតតែម្ដងក៏ប៉ុន្តែតាមការពិតពួកគេមិនបានដឹងនោះទេថារឿងនៅពីក្រៅក្នុងរបស់អាឡានវាយ៉ាងណានោះហើយអាឡានក៏ត្រូវបានគ្រួសាររបស់គាត់ដេញគាត់ចេញអំពីផ្ទះតែម្ដង អាឡានក៏បានសម្រេចចិត្តនៅក្នុងការប្រើប្រាស់នៅជីវិតរបស់គាត់នៅក្នុងការផ្សងព្រេងធ្វើអ្វីដែលគាត់ចូលចិត្តនឹងឯងប្រសិនមកជាចង់ដឹងថាសាររឿងរបស់យើងទៅជាយ៉ាងណាតោះទស្សនាជាមួយនឹង admin ដូចតទៅផ្ដើមដំបូងនៃរឿងគេបាននិយាយឡើងថាវីរៈបរោះអ្នកដែលខ្ជះខ្ជាយដោយមិនសមហេតុផលនិងលាបពណ៌នៅក្នុងសោតនេតកម្មដោយបដូរពណ៌ថ្មីទោះជាយ៉ាងណាក៏ដោយការបញ្ចប់ដោយមិនទាន់បានពេលវេលាកំពុងរងចាំវីរៈបរោះនោះត្រូវបានក្បត់ដោយនរណាម្នាក់ដែលនៅជិតគាត់ដូចជាអ្នកដែលជិតស្និទ្ធឬមួយក៏សត្រូវជាដើមមនុស្សលោកមើលមិនឃើញអំពីតម្លៃរបស់វីរៈបរោះដែលបានលះបង់នោះទេបើទោះបីជាដឹងថាបែបនោះក៏ដោយពួកគេគឺនៅតែបដូរនៅជីវិតរបស់គេដើម្បីការពារនៅមនុស្សលោកទីបញ្ចប់នៃជីវិតរបស់វីរៈបរោះពួកគេក៏បានស្លាប់តែជាសំណាងល្អដោយសារអំពើល្អរបស់ពួកគេពិភពលោកថ្មីក៏បានចាប់ទាញគេក៏ដូចជាឲ្យគេទៅចាប់កំណើតសាលជាថ្មីដោយពាក្យសម្ដីប្រមាណម៉ាត់នៅខាងមុខនេះគឺដូចជាសំដៅទៅលើប្រវត្តិរបស់តួឯកប្រុសរបស់យើងនឹងឯងបន្តមកទៀតនៅខ្សែរឿងតួឯកប្រុសរបស់យើងបានកើតជាថ្មីដែលមានឈ្មោះថាអាឡាននឹងឯងឃើញថាអាឡានគឺដូចខ្ជិលខ្លាំងមែនទែនរហូតដល់ប្អូនប្រុសរបស់គេគឺមកដាស់គេតែម្ដងដោយប្រាប់ថាឪពុកកំពុងតែរងចាំគេតាមផ្លូវធ្វើដំណើរទៅជួបឪពុកប្អូនប្រុសរបស់អាឡានបាននិយាយមកកាន់គាត់ថាអ្នករាល់ថ្ងៃអន់ជាងសម្រាមទៅទៀតមើលទៅមុននឹងឪពុកសម្រេចចិត្តថាធ្វើរឿងនេះគាត់គឺអាណិតអ្នកខ្លាំងមែនទែនក៏ប៉ុន្តែគាត់មិនអាណិតមកដល់ខ្ញុំនោះទេដែលមានបងប្រុសអន់ដូចជាអ្នកឥឡូវនេះពេលវេលាក៏បានមកដល់វាគឺជាថ្ងៃដែលខ្ញុំរងចាំបើយើងមើលទៅកាន់ទឹកមុខប្អូនប្រុសរបស់អាឡានគឺពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលបានមកជួយឪពុករបស់គេបាននិយាយទៅកាន់អាឡានថាអាឡានអញគឺបានកើតនៅក្នុងគ្រួសារ Weffel ដែលជាគ្រួសារមួយដ៏សែនធំខ្លាំងមែនទែននៅក្នុងទីក្រុងអាយុរបស់ឯងមកទល់ពីនេះគឺ15ឆ្នាំទៅហើយក៏ប៉ុន្តែឯងគឺមិនបានកើនឡើងអីទេកម្រិតរបស់ឯងគឺកម្រិតមួយតែម្ដងអាក្រក់បំផុតនោះឯងមិនបានទទួលផលជ័យអ្វីទេកាលពីពិធីប្រារព្ធនៅថ្ងៃមុននោះឯងគឺមិនបានទទួលអំណោយអ្វីទាល់តែសោះអំពីព្រះជាម្ចាស់ខណៈដែលកុមារព្រមតែក្មេងផ្សេងទៀតគេសុទ្ធតែទទួលបានវាព្រះជាម្ចាស់ផ្ដល់នូវសញ្ញាមួយមកកាន់ពួកគេដូចជាបានបង្ហាញថាពួកគាត់គឺចូលចិត្តបុគ្គលនោះឯងក៏ប៉ុន្តែឯងវិញអាឡានឯងមិនបានទទួលអ្វីតតែសោះតែម្ដងមើលទៅទោះបីជាយើងខំនិយាយក៏ដូចជាអត់ប្រយោជន៍ដែរមើលទៅឯងនេះដូចជាមិនយល់តតែសោះអាឡានក៏បានតបថាចង់ធ្វើអ្វីក៏ធ្វើមកទៀតទៅឪពុករបស់អាឡានបាននិយាយថាក្នុងនាងខ្ញុំគឺជាមេគ្រួសារ Weffel ខ្ញុំគឺពិតជាខូចចិត្តខ្លាំងមែនតើប្រសិនបើជាទុកមនុស្សអត់បានការដូចជាឯងនៅក្នុងត្រកូលទៀតនោះក៏នឹងនាំឲ្យគ្រួសារបាក់មុខទេដូច្នោះចាស់ពីពេលនេះទៅឯងត្រូវបានបណ្ដេញចេញអំពីគ្រួសារ Weffel ហើយបើកឆាកមើលគឺថាប៉ាដេញចេញពីផ្ទះតែម្ដងតែតួឯកប្រុសរបស់យើងគឺមិនបានអើពើជាមួយនឹងរឿងនេះនោះទេពីព្រោះថាគាត់ត្រូវការសេរីភាពស្រាប់ហើយអញ្ចឹងគាត់គឺនឹងដើរតាមគោលការណ៍និងចំណង់ចំណូលចិត្តរបស់គាត់គោលដៅដំបូងរបស់គាត់នោះគាត់គឺចង់ដើរទៅកាន់ព្រំដែនខាងកើតនៃទឹកដី Weffel អញ្ចឹងហើយទឹកដីក៏ដូចជាគ្រួសាររបស់គាត់គឺមានឈ្មោះ Weffel តែមួយតែម្ដងឡងពេលដែលអាឡានបានដើរត្រាចរនោះគាត់គឺបានឃើញនៅទឹកដីមួយគាត់បានសម្លឹងមើលទៅកាន់វាហើយនិយាយថានេះគឺជាទីតាំងមួយដ៏ល្អខ្លាំងមែនទែនវាក៏ស្ងប់ស្ងាត់ប៉ុន្តែសម្លឹងមើលចុះឡើងគាត់ក៏ចាប់ផ្ដើមទៅឲ្យថាទីតាំងមួយនេះគឺគ្រោះថ្នាក់ខណៈដែលយើងក៏លេចមកមើលទីនេះដូចជាមាននៅវងចចកដីមួយក្រុមពងតែពត់នៅចចែម្នាក់ចចែនឹងគឺបានសម្លាប់វាក៏ប៉ុន្តែវាមិនស្លាប់នោះទេវាក៏បានធ្វើរូបរាងរបស់វាមកជាដូចដើមវិញភ្លាមចចែម្នាក់ទៀតក៏បានហៅឈ្មោះរបស់នាងពេលអារីសស្របពេលដែលនាងគឺមិនបានមើលនោះក៏ស្រាប់តែចចកមួយក្បាលក៏បានលួចមកខាំនាងតែនាងក៏បានប្រើប្រាស់នៅខែមួយនោះរងខណៈដែលនាងក៏បានប្រាប់ទៅកាន់នាងរបស់នាងដែលមានឈ្មោះថាលីសាឲ្យរត់ទៅទូនាងគឺជាអ្នកចាត់ការទៅកាន់ចចកទាំងអស់នេះតែបើទោះបីជាយ៉ាងណាក៏ដោយព្រះនាងអាលីសានាងគឺមិនបានចាក់ចាញ់នោះទេនាងគឺមិនដាច់ចិត្តទៅចោលនាងនោះឡើយទោះបីជាព្រះនាងលីសាមាននៅភារកិច្ចធ្វើបន្តក៏នាងមិនចាក់ចាញ់ដែរអាឡានសម្លឹងមើលទៅកាន់ទីនោះគាត់ដូចជាបានឃើញដូចគ្នាគាត់បាននិយាយឡើងថានោះគឺជាព្រះនាងនៃអាណាចក្រដូអាស្តេឡាអាឡានក៏បានបើកនៅការភ្នែករបស់គាត់មើលទៅកាន់ទីនោះដូច្នោះគាត់ក៏បានដឹងដូចគ្នាថានោះក៏ជាវត្តមានរបស់ព្រះនាងលីសាគាត់ឆ្ងល់ថាហេតុអ្វីបានជានាងនៅទីនោះគាត់ក៏ចាប់ផ្ដើមសម័យទៅដល់ការពីគាត់នៅទូចក្នុងកម្មវិធីមួយមានមនុស្សជាច្រើនក៏ដូចជាចាស់ទុំបានបង្អាប់ទៅកាន់អាឡារបស់យើងខ្លាំងមែនទែនថាគាត់ជាមនុស្សឥតបានការតែព្រះនាងលីសាគាត់គឺមិនគិតដូច្នោះនោះទេគាត់គិតថាអាឡានគឺជាមនុស្សដែលខ្លាំងឡានបន្ទាប់ពីបានសម័យរួចសាររឿងក៏បានកាត់មកខាងចែនេះវិញក៏កំពុងតែទល់ជាមួយនឹងចចកដីតែដោយសារតែវាមានចំនួនច្រើនពេកហើយពួកវាថែមទាំងមិនចេះស្លាប់ទេនោះវាក៏បានធ្វើឲ្យចែម្នាក់នឹងគឺមានរបួសតែម្ដងនាងលីសាក៏បានរត់ទៅមើលនាងស្របពេលដែលអាឡានគឺបាននិយាយឡើងថាប្រសិនបើជានរណាម្នាក់ជឿជាក់ទៅលើគាត់ដូច្នោះប្រសិនបើជាគេមានបញ្ហាគាត់គឺនឹងជួយជានិច្ចអាឡានក៏បានប្រើប្រាស់នៅល្បឿនចឹងលឿនស្ទុះចូលទៅស
ស្រពេដែលចែកលីសាវិញក៏បាននិយាយឲ្យថាសេចក្តីស្លាប់នៅចំពោះមុខគាត់ហើយពេលនេះហើយអ្នកដែលគាត់ចង់ជួបនោះក៏ជាបរិមម្នាក់គាត់ក៏បានស្រែកឡើងថាអាឡានគូនចឹងឯនេះក៏ជាឈ្មោះពេញរបស់អាឡានភ្លាមវីរបុរសរបស់យើងអាឡានក៏បានមកដល់មែនហើយក៏បានចាត់ការទៅលើចចកទាំងអស់នោះចេះក៏ដូចជាព្រះនាងអាលីសាក៏ដឹងដូចគ្នាថាមាននរណាម្នាក់មកជួយសង្គ្រោះនាងបើភ្នែកមកសម្លឹងមើលទៅនោះក៏ជាអាឡាននោះឯងព្រះនាងលីសាគឺពិតជារំភើបខ្លាំងមែនទែនមិននឹកស្មានដល់នោះទេនឹកដាមដង្ហើមដល់តែម្ដងឡានក៏បានបន្តចាត់ការទៅលើចចកទាំងអស់នោះគាត់ក៏បានបោះសម្ដីទៅកាន់ព្រះនាងលីសាថាជជែកគ្នាពេលក្រោយឥឡូវខ្ញុំជាប់ដៃសិនណាឡាននៅពេលដែលសម្រុកចូលទៅនោះគាត់គឺបានបើកនៅភ្នែករបស់គាត់ដែលគាត់បានហៅថាភ្នែកទេវភាពរបស់ឡានក៏បានសម្លឹងមើលទៅកាន់គោលដៅក៏ដូចជាចំណុចខ្សោយរបស់ចចកដីទាំងអស់នោះហើយមិនបានបង្អង់យូរនោះទេគាត់ក៏បានប្រើប្រាស់នៅ skill ផ្ការីកផ្ការបស់គេគឺដៅតែម្ដងបាទណាដែលគាត់គឺបានស្រែកឡើងថាផ្កា100រីកដូច្នោះហើយឃើញថាដៅជាច្រើនក៏បានចាក់ទៅលើចចកដីទាំងអស់នោះប៉ុន្តែមួយប្រព្រឹត្តភ្នែកសោះចចកដីទាំងអស់នោះក៏ត្រូវបានខ្ទេចដូចជាខ្ទឹមអស់តែម្ដងទៅព្រះនាងលីសាក៏ពិតជានឹកស្មានមិនដល់នោះទេថាអាឡានខ្លាំងដល់ថ្នាក់នេះពេលនេះគាត់កំពុងតែបារម្ភទៅកាន់បេអារីបានហៅទៅកាន់ព្រះនាងលីសាថាលីសាម៉ាខ្ញុំគឺប្រហែលជាមនុស្សរស់ទេនៅក្នុងដំណាក់កាលមួយនេះព្រះនាងលីសាក៏បានសម្រត់នៅទឹកភ្នែកយំឡើងប្រព្រែមតែម្ដងឡានដើរចូលមកយ៉ាងសង្ហានិយាយថាអើយកុំភ័យអីចាំខ្ញុំជាអ្នកព្យាបាលឲ្យខណៈដែលគាត់ក៏បានប្រើប្រាស់នៅធម្មពលរបស់គាត់ដាក់ទៅលើរាងកាយរបស់បេអារីដែលនេះក៏ជាធម្មពលនៃការព្យាបាលដូច្នោះវេទមន្តនៃការព្យាបាលនោះក៏បានព្យាបាលនៅបេអារីឲ្យជាតែម្ដងបេអារីនាងនឹកស្មានមិនដល់នោះទេត្រឹមតែមួយប្រពេចភ្នែកនាងក៏បានជាកម្លាំងរបស់នាងក៏កើនឡើងទៀតផងឡានគឺឆ្ងល់ថាហេតុអ្វីបានជាព្រះនាងលីសានៅទីនេះវិញព្រះនាងលីសាក៏បានសម័យឲ្យឃើញទៅថ្ងៃមួយនាងគឺបានទទួលនៅដំណឹងមួយអំពីវិវរណៈដែលបានមកអំពីព្រះហើយពាក្យថាវិវរណៈហ្នឹងបើតាមមានស្វែងយល់អំពីគោកគេបាននិយាយថាតើតើជាមួយនឹងសាសនាគ្រិស្តឬក៏យេស៊ូនឹងឯងដែលក្នុងរឿងនេះវាគឺសំដៅទៅលើទំនាយនៃព្រះប្រសិនបើជាយើងទទួលនៅការណែនាំរបស់ព្រះយើងក៏នឹងទទួលនៅសំណាងហើយក៏អាចជាផុតអំពីរឿងអាក្រក់ទៀតផងបេអាលីនាងក៏និយាយដូចគ្នាថានៅពេលដែលយើងគឺបានដឹកនាំដោយវិវរណៈឆ្ពោះទៅកាន់ភូមិក្លូមនៅព្រំដែនភ្លាមយើងក៏ទទួលរងនៃការវិបាកអំពីចចកថ្មទាំងអស់នេះ sorry ចចកដីទេព្រះនាងលីសាក៏បានសួរទៅកាន់អាឡានថាចូលអញវិញមិនក៏បានជាមកដល់ទីនេះវិញអាឡានក៏តបថាល្អអញ្ចឹងពួកយើងគឺនឹងនិយាយគ្នាដែលធ្វើដំណើរនៅលើរទេះនេះបន្តអាឡានក៏បានប្រើប្រាស់នៅវេទមន្តរបស់គាត់ដើម្បីជួយចូលនៅរទេះមួយនេះឡើងវិញនៅលើរទេះព្រះនាងលីសាបាននិយាយថាអូតាមពិតឯងគឺត្រូវបានគ្រួសារបណ្ដេញចេញហើយអ្វីបានជាគ្រួសារ Westfield ដែលចិត្តធ្វើបែបនេះអាឡានក៏បានតបទៅកាន់លីសាវិញថាមិនខ្វល់នោះទេរឿងដែលសំខាន់នោះឥឡូវខ្ញុំក៏កំពុងតែធ្វើដំណើរទៅកាន់ព្រំដែនដែលជាទិសដៅដែលអ្នកទាំងពីរចង់ទៅដូចគ្នាដូច្នោះក្រោយពីអ្នកទាំងបីបានពិភាក្សាគ្នាទៅវិញទៅមកហើយនោះក៏ដឹងដូចគ្នាអាឡានគាត់គឺចង់ដើរនៅលើគោលជំហររបស់គាត់ដែលហើយគ្រប់ទីកន្លែងចង់ទៅកន្លែងដែលគាត់ចង់ទៅដូច្នោះហើយគាត់គឺមិនត្រូវការគ្រួសារ Westfield អីទៀតនោះទេបន្ទាប់ពីបានឯកភាពរៀងខ្លួនរួចពួកគេក៏ធ្វើដំណើរបន្តទៀតពួកគេក៏បានបន្តដំណើរមកកាន់ភូមិមួយនៅក្នុងភូមិនេះគឺពិតជាស្ងប់ស្ងាត់ខ្លាំងមែនទែនដូចជាគ្មានមនុស្សរស់នៅនោះទេលីសានឹងបាននិយាយថាមើលទៅភូមិនេះក៏ប្រហែលជារងការបំផ្លិចបំផ្លាញអំពីបិសាចហើយអាឡានគាត់គឺមិនបានគិតដូច្នោះនោះទេបេអារីក៏បានតបថាពិតមែនហើយតាំងពីថាអាឡាននឹងបានរួមដំណើរជាមួយនឹងពួកគេទាំងពីរនាក់ដូចជាគ្មានអាបិសាចកាក់គីណាមកវាយប្រហារពួកគេតទៅសោះឬមួយក៏បិសាចទាំងអស់នឹងខ្លាចអាឡានទេដែរអាឡានគាត់គឺមិនបានគិតដូច្នោះនោះទេគាត់គិតថាប្រហែលជាមានអ្វីមួយដ៏ខ្លាំងក្លាទើបធ្វើឲ្យបិសាចទាំងអស់នេះមិនអាចចេញមកវាយប្រហារគាត់បានដូច្នោះហើយគាត់គឺចង់សម្ដៅថាភូមិនេះប្រហែលជាមាននៅជើងខ្លាំងណាមួយឬក៏អ្វីមួយទៀតក៏មិនដឹងដែរភ្លាមពួកគេក៏បានឃើញនៅអ្នកភូមិជាច្រើនកំពុងតែប្រមូលផ្ដុំគ្នាលោកពូម្នាក់ក៏ដូចជាបានរុញនៅចែម្នាក់ចេញអំពីផ្ទះរបស់គាត់គឺបានប្រាប់ថាខ្ញុំគឺគ្មានអ្វីដែលត្រូវនិយាយជាមួយនឹងឯងទៀតទេដូច្នោះហើយអ្នកភូមិទាំងអស់នឹងដូចជាបានឃើញនៅចែនឹងហើយមានការភ័យខ្លាចមិនទេក៏បានដើរចេញអស់ទៅដូច្នោះនៅតែ3នាក់នេះនៅទេព្រះនាងលីសាដូចជាបានស្គាល់នៅវត្តមានរបស់ចែម្នាក់នឹងគាត់បាននិយាយថាអូតាមពិតឯងគឺជាអាគីរ៉ាសានមែនទេអាគីរ៉ាសានក៏បានតបទៅវិញថាចុះនាងគឺជាណាគេអត់ដាច់ស្គាល់ព្រះនាងលីសាមូម៉ៅខ្លាំងមែនតើជុំអត់ស្គាល់មិត្តចាស់ឯមែនខ្ញុំលីសាតាមពិតឈ្មោះព្រះនាងនឹងពេញគឺឈ្មោះលីតែខ្ញុំច្រឡំហៅលីសាក៏លីសាហ្មងហើយព្រះនាងលីសាក៏បានស្ដីទៅកាន់ចែនឹងឡែថាចូលពេលវេលាជាមួយនឹងខ្ញុំភ្លេចអស់លីងឯមែនសូម្បីតែឈ្មោះខ្ញុំក៏អត់ចាំចែនឹងក៏បានតបទៅវិញថា sorry ហងណាប់អើយដូចជាបាត់បង់ការចិញ្ចាំអត់សូវចាំម៉ានទេព្រះនាងលីសាគាត់នៅលឿនចឹងគឺមានការងើជាខ្លាំងតែម្ដងអាឡានក៏បាននិយាយថាតាមពិតទៅអ្នកទាំងពីរគឺស្គាល់គ្នាទេអូប៉ុន្តែខ្ញុំបានឮអ្នកទាំងពីរនិយាយគ្នាអំពីពាក្យថាពន្លឺចុះពន្លឺនឹងគឺជាអីគេទៅអាលីក៏បានប្រាប់ទៅកាន់អាឡានថាចុះអាឡានឯងដែលស្គាល់ពាក្យថាវីរៈបរោះឬក៏អ្នកក្លាហានដែរឬទេអាឡានឮថាវីរៈបរោះវីរៈបរោះខ្ញុំគឺស្គាល់តាវាគឺជាអំណាចដែលបានផ្ដល់ឲ្យមនុស្សក្នុងចំនួនមួយដែលមាននៅភាពរឹងមាំបំផុតនៅក្នុងចម្បាំងដូច្នោះគេបានហៅពួកគាត់ថាគឺជាវីរៈបរោះលីសានាងក៏បាននិយាយថាអញ្ចឹងនាងគឺជាវីរៈបរោះនោះឯងបែលីនាងក៏បាននិយាយថាចំពោះពន្លឺវិញគឺជាពាក្យមួយដែលសំដៅទៅលើមនុស្សដែលបានបំពេញនៅបេសកកម្មកំចាត់នៅភាពងងឹតនោះឯងបើយើងនិយាយ
ងាយស្រួលស្ដាប់ទៅវាគឺសំដៅទៅលើមនុស្សដែលបានធ្វើនៅអំពើល្អដូច្នោះនៅពេលនេះអាចារ្យគិរាសានរបស់យើងគឺដូចជាឃ្លានហើយបន្ទាប់ពីបានចូលមកកាន់ហាងមួយគឺញ៉ាំយកតែម្ដងចេះនឹងក៏បាននិយាយអំពីពេលវេលាដែលនាងបានដើរឆ្លងកាត់មកគឺថាថ្ងៃមួយនាងគឺបានដើរកាត់ភូមិមួយនៅក្នុងព្រៃក៏បានជួបជាមួយនឹងក្មេងស្រីម្នាក់នាងបាននិយាយថាអ្នកភូមិគឺរៀបនឹងបញ្ជូននាងទៅឲ្យនាគមួយក្បាលដើម្បីធ្វើការបូជានៅឯលើភ្នំឯណោះហើយក្មេងស្រីម្នាក់ហ្នឹងគឺចង់ឲ្យអាគិរាសានរបស់យើងជួយសង្គ្រោះនាងហើយនៅពេលដែលអាគិរាសានបានសួរដំណឹងនេះអំពីមេភូមិបែរជាមេភូមិហ្នឹងគឺទាត់គាត់ចេញអំពីផ្ទះតែម្ដងដោយដែលបានឃើញលីសានាងបាននិយាយថាអញ្ចឹងភូមិហ្នឹងគឺស្ថិតនៅក្នុងការគម្រាមកំហែងរបស់នាគប៉ុន្តែវាគឺពិតជាដោយសម្ដីរបស់អាឡាននិយាយពិតមែនតែម្ដងដូច្នោះពេលនេះពនាងលីសាបាននិយាយថាតើក្មេងស្រីម្នាក់នោះឥឡូវនេះគឺនាងនៅទីណាទៅអាគិរាសានក៏បានប្រាប់ថានាងគឺបានឲ្យក្មេងស្រីម្នាក់នោះគឺលាក់ខ្លួននៅក្នុងរូងភ្នំមួយចាំគ្រប់យ៉ាងសពគ្រប់ហើយចាំឲ្យនាងចេញមើលអាគិរាសាននាងគឺបានបំពេញនៅពោះរបស់នាងដូចគ្នាដូច្នោះនាងក៏ដល់ពេលដែលទិញនៅបេសកកម្មទៅចាត់ការនាគនោះព្រះនាងលីសាក៏ស្ម័គ្រចិត្តទៅតាមនាងដូចគ្នាបន្ទាប់ពីនាងគឺបានទទួលនៅវរណៈរួចហើយឆ្លងកាត់មកដល់ទីនេះនាងគឺមិនដែលរៀបថយជាមួយនឹងឧបសគ្គរបស់នាងនោះទេពេលនឹងអាឡានរបស់យើងក៏បាននិយាយដូចគ្នាគាត់ក៏ទៅដែរប្រសិនបើជាមិត្តជាទីស្រឡាញ់របស់គាត់ជួបជាមួយនឹងគ្រោះថ្នាក់ហើយតែគាត់នឹងឈរអោបដៃមើលដល់របៀបណាប្រសិនបើជាមានអ្នកដឹងនោះខ្មាស់គេងាប់ហើយខ្លួនជាប្រុសរត់ចោលស្រីមិនបន្ទាប់ពីនេះអ្នកទាំង4ក៏បានចេញដំណើរមកដល់ភ្នំមួយនឹងដូចគ្នាហើយពួកគេក៏ចាប់ផ្ដើមរៀបនៅវិធានការដើម្បីចាត់ការទៅលើនាគនោះអាគិរាសាននាងក៏ចាប់ផ្ដើមបែងចែកផ្លូវឲ្យអ្នកទាំងអស់គ្នាដើរដូច្នោះនាងគឺសម្រេចចិត្តថានាងគឺទៅផ្លូវកណ្ដាលតែម្ដងដោយឲ្យអ្នកទាំង3គឺវាងឡើងទៅខាងលើមួយជំហៀងភ្នំទៀតទៅដើម្បីបញ្ជាអំពីការមើលឃើញរបស់នាគនោះដូច្នោះព្រះនាងលីសាបាននិយាយថាបើសិនបើជាអញឆ្ពោះទៅកាន់ផ្លូវមុខនេះតែម្ដងអញអាចនឹងមានគ្រោះថ្នាក់អាគិរាសានអាឡានក៏និយាយដូចគ្នាបើសិនបើជាទុកឲ្យគាត់ដើរផ្លូវមុខវាល្អជាងអីក៏ប៉ុន្តែអាគិរាសាននាងគឺបានបដិសេធអញ្ចឹងហើយ80ម៉ោងក្រោយមកបន្ទាប់ពីបានប្រកែកគ្នាគឺដូចជាពិភាក្សាគ្នាឡើងវាយវល់នោះក៏សម្រេចចិត្តថាយកគម្រោងការរបស់អាគិរាសានដដែលអាគិរាសាននាងក៏បានចូលទៅកាន់ផ្លូវមួយនោះតែឯងទេស្របពេលដែលអ្នកទាំង3នេះវិញកំពុងតែតោងខ្សែឡើងទៅខាងលើភ្នំមួយជំហៀងនេះវិញអញ្ចឹងហើយអំឡុងពេលដែលអ្នកទាំង3របស់យើងកំពុងតែតោងឡើងទៅខាងលើដូចជាបានឃើញនៅសត្វចម្លែកមួយមើលទៅដូចជាកូនប្រគួយមិញដឹងវាក៏បានមើលឃើញនៅសកម្មភាពរបស់អ្នកទាំង3ស្របពេលដែលអ្នកទាំង3នាក់នេះក៏បានឡើងមកដល់ខាងលើដូចគ្នាអាឡានក៏ដឹងថាមើលទៅអ្នកមួយក្បាលនេះគឺនឹងដឹងខ្លួនហើយមើលទៅភ្លាមយើងក៏បានឃើញជាមួយនឹងអាគិរាសានកំពុងតែប្រឈមមុខជាមួយនឹងនាគនឹងហើយបើយើងមើលទៅតម្រង់នាគមួយក្បាលហ្នឹងក៏ដឹងដូចគ្នានេះក៏ជានាគភ្លើងដែលមានស្លាបអាចហោះបានអាឡានកំពុងតែដើរបណ្ដាជាមួយនឹងគ្នាក៏ពិភាក្សាថាមើលទៅគ្រួសាររបស់គាត់កំពុងតែពាក់ព័ន្ធជាមួយនឹងរឿងនាគនេះអាចទេគ្រួសារ Wayfield គឺបានសាងសង់នៅភូមិមួយនេះឡើងដើម្បីទុកបូជាទៅកាន់នាគមួយក្បាលហ្នឹងដល់អំឡុងពេលដែលអ្នកទាំង3កំពុងតែដើរបណ្ដាពិភាក្សាបណ្ដាហ្នឹងគឺដូចជាបានឃើញនៅការវិបាកមួយយ៉ាងខ្លាំងតែម្ដងឡើងក្រហមឆ្អិនឆ្អៅយើងមើលទៅនោះគឺជាអាគិរាសានកំពុងតែប្រយុទ្ធជាមួយនឹងការវិបាករបស់នាគមួយក្បាលហ្នឹងគឺបានបញ្ចេញនៅភ្លើងជាច្រើនអាគិរាសានក៏ដូចជាមិនបានបង្អង់យូរនោះទេក៏បានប្រើប្រាស់នៅធម្មពលរន្ទះរបស់នាងបង្កើតបានទៅជាក្បាច់រន្ទះបាញ់ម្ចាស់ដោយសារតែគាត់ឈរចិត្តនាគហ្នឹងអញ្ចឹងហើយគាត់ត្រូវតែបញ្ជារន្ទះឲ្យបាញ់មកកាន់គាត់ហើយនៅពេលដែលរន្ទះមួយហ្នឹងគឺបាញ់មកកាន់គាត់នាគមួយហ្នឹងក៏រងការវិបាកអំពីរន្ទះដូចគ្នាក៏ប៉ុន្តែមិនមែនតែអាគិរាសានមិនអីនោះទេសូម្បីតែនាគមួយក្បាលហ្នឹងវាក៏មិនមានបញ្ហាអីដូចគ្នានាគមួយក្បាលហ្នឹងក៏បាននិយាយទៅកាន់អាគិរាសានថាជុំអូនតូចមកទីនេះដើម្បីលេងមែនអាគិរាសានបាននិយាយទាំងចំហាររន្ទះជុំវិញខ្លួនរបស់គាត់យ៉ាងសន្ធោសន្ធៅថាមិនគ្រាន់តែជាការចាប់ផ្ដើមនោះទេឥឡូវខ្ញុំលេងមែនតើហើយនាគភ្លើងហ្នឹងក៏បានតបទៅកាន់អាគិរាសានថាលេងអីគេអូនតូចនោះមើលទៅខាងនោះសិនហើយអញ្ចឹងយើងក៏បានឃើញជាមួយនឹងកូនក្មេងម្នាក់ហ្នឹងរាងកាយរបស់នាងនៅពេលនេះពិតជាទ្រុឌទ្រោមខ្លាំងមែនតើនាងបាននិយាយថាវីរៈបុរសជួយសង្គ្រោះនាងផងអាគិរាសានពិតជាខឹងជាមួយនឹងនាគភ្លើងមួយក្បាលនេះខ្លាំងមែនតើនាងបាននិយាយថាពិតជាអាក្រក់មែនតើនាងគឺបានយកនៅក្មេងតូចនោះទៅលាក់ហើយបើជានាគមួយក្បាលហ្នឹងគឺរកឃើញទៀតមួយក្បាលហ្នឹងក៏បានតបទៅវិញថាអូខ្ញុំគឺគ្រាន់តែចង់ឃើញឯងហ្នឹងប្រឈមមុខជាមួយនឹងយើងដោយភាពអស់សង្ឃឹមឯគេប្រូរឿងហ្នឹងគឺរឹតតែធ្វើឲ្យអាគិរាសានរបស់យើងកាន់តែខ្លាំងតែម្ដងអាគិរាសានក៏បានបញ្ចេញនៅអំណាចធម្មពលរន្ទះរបស់គាត់យ៉ាងខ្លាំងស្របពេលដែលគាត់គឺបាននិយាយថាសម្រាមមួយដុំលោតឡើងទៅខាងលើជាមួយនឹងដៃរន្ទះរបស់គាត់ហើយនិយាយឡើងថាថ្ងៃនេះយើងគឺនឹងបញ្ចប់ជីវិត Dragon ដូចជាឯងអញ្ចឹងគាត់ក៏បានប្រើប្រាស់នៅអំណាចធម្មពលនៃដៃរន្ទះរបស់គាត់កាប់ទៅលើនាគមួយនឹងមួយឆ្វាយភ្លាមៗគឺបានបញ្ចេញនៅ style យ៉ាងសង្ហាតែបើយើងក៏លេចទៅមើលនាគមួយក្បាលនឹងវិញគឺហួសចិត្តគឺថាអាគិរាសានរបស់យើងនឹងរត់តែកាំងទៀតអានាគមួយនឹងអត់មានបញ្ហាឈឺចុកចាប់ត្រង់ណាអីសំបីតែបន្តិចហ្មងអាគិរាសានអីគេវីរៈបរោះអីចឹងកម្លាំងមានតែប៉ុណ្្នឹងនាគមួយក្បាលនឹងក៏បានវេអាគិរាសានឲ្យដួលទៅនឹងដីហើយបោះសម្ដីទៅកាន់អាគិរាសានមិញថាវីរៈបរោះស្អីគេផ្អែកទៅលើនឹងក្បាច់ដាវមួយនេះគួរឲ្យអស់សំណោចខ្លាំងមែនតើជំនាញដាវគឺអន់ជាងស្អីទៅទៀតនាគមួយក្បាលនឹងក៏បានបញ្ចេញនៅអំណាចធម្មពលភ្លើងរបស់វាយ៉ាងខ្លាំងជាមួយនឹងមាត់របស់វាភ្លាមវារៀបនឹងបញ្ចប់ជីវិតរបស់អាគិរាសានទៅហើយក៏ប៉ុន្តែវត្តមានរបស់អាឡានគឺបានកាត់ផ្ដាច់នៅស្លាបរបស់វាមួយជំហៀងភ្លាមតែម្ដងអញ្ចឹងហើយយើងក៏បានឃើញជាមួយនឹងចែពីរនាក់ទៀតក៏បានមកពីក្រោយអាឡានផងដែរអាឡានក៏សួរទៅកាន់នាគមួយនឹងថាម៉េចឯងអូនឈប់កអើតក
តើមិននៅនាងមេក្បាលនឹងគឺពិតជាខឹងជាមួយនឹងអាឡានខ្លាំងមែនទែនក៏បានសម្រុកចូលទៅវាអាឡានយ៉ាងលឿនជាមួយនឹងល្បឿនរបស់វាអាឡានក៏បានប្រាប់ទៅកាន់ចេះពីអ្នកការពីអាគីរ៉ាសានជាមួយនឹងក្មេងស្រីស្របពេលដែលអាឡានក៏បានបើកនៅកែវភ្នែករបស់គាត់បញ្ចេញនៅដៃរបស់គាត់លោតទៅពុះជាមួយនឹងបិសាចនាគមួយក្បាលនឹងជាមួយនឹងចំហាយធម្មពលដ៏ខ្លាំងក្លាមួយក្បាលនឹងបន្ទាប់ពីបានស៊ីជាមួយនឹងអំណាចធម្មពលនៃដៃរបស់អាឡានក៏ដូចជាមាននៅការជឿចាប់ហើយក៏បានសួរទៅកាន់អាឡានថាអាចយ៉ាងម៉េចទៅដែលអញវិបហាមកកាន់យើងកើតអាឡានក៏បាននិយាយថាអាយ៉ានាគក៏អត់ក៏តើមកឥឡូវដូចជាចាញ់អំណាចដៃអេតចៃរបស់ខ្ញុំអីតើឈប់ឆ្លើយឲ្យលឺនៅដៃរបស់ខ្ញុំអត់ល្បីទេអេតចៃតែបើចង់សពើក្បាលនេះឯងគឺងាយដូចបកចេកអញ្ចឹងអាឡានក៏បានមើលទៅកាន់ចំណុចកសោយរបស់នាគនឹងគាត់ក៏បាននិយាយថាមិនឆ្ងល់ទេថាអានាគមួយនឹងខ្លាំងដោយធម្មពលរបស់វាគឺមានភាពដាច់ដោយឡែកពីគ្នាអញ្ចឹងបានជាវាស៊ាំជាមួយនឹងរន្ទះរបស់អាគីរ៉ាសានក៏ប៉ុន្តែស្នេហ៍របស់អាគីរ៉ាសានដែលបានដាក់ទៅលើនាគនឹងក៏បានធ្វើឲ្យតួឯកប្រុសរបស់យើងអាឡានយល់ដូចគ្នាអំឡុងពេលដែលលីសាកំពុងតែព្យាបាលទៅកាន់អាគីរ៉ាសានអាឡានរបស់យើងបាននិយាយថាខ្ញុំគឺនឹងមិនឲ្យការប្រថុយជីវិតរបស់អ្នកមានប្រយោជន៍តទៅសោះនោះទេដូច្នោះនៅពេលនេះនាគមួយក្បាលនឹងគឺដូចជាបានបដូរទៅដៃរបស់វាគឺតម្រង់ទៅរកស្រីអត់ប្រយុទ្ធជាមួយនឹងអាឡាននោះទេនៅពេលដែលវាគឺបានកន្ទ្រប់ទៅលើស្រីភ្លាមវាក៏បានបោះសម្ដីទៅកាន់អាឡានថាចូលមកអាណោះបាយខ្លាំងចូលមកអាឡាននៅពេលនេះគឺដូចជាមាននៃការស្ទះស្ទើរក៏ប៉ុន្តែនៅពេលដែលបានឃើញនៅស្នាមញញឹមគឺដូចជាទឹកមុខជឿជាក់របស់លីសាគូស្នេហ៍អតីតជាតិមុនរបស់គាត់នោះគាត់ក៏មានភាពជឿជាក់ភ្លាមតែម្ដងហើយវាក៏បានធ្វើឲ្យគាត់នឹងគឺគិតនៅក្នុងចិត្តថាតាំងពីដើមមកដល់ឥឡូវមិនថាគាត់ខុសឬក៏ត្រូវនេះទេមាននាងគឺជឿជាក់គាត់រហូតនាងគឺតែងតែផ្ដល់នៅកម្លាំងចិត្តដល់គាត់ស្របពេលដែលគាត់គឺបានប្រើប្រាស់នៅល្បឿនរបស់គាត់លឿនដូចជារន្ទះទៅចាក់ជាមួយនឹងនាគនឹងគប់ផ្សំជាមួយនឹងភ្នែកដែលអាចមើលឃើញនៅចំណុចខ្សោយគាត់ក៏បានចាក់ទៅលើចំណុចខ្សោយរបស់នាគដោយធ្វើឲ្យនាគនឹងគឺថាផ្ទុះឡើងតែម្ដងដោយពន្លឺនៃការផ្ទុះមួយនឹងក៏ដូចជាបានធ្វើឲ្យផ្ទៃមេឃដែលធ្លាប់តែងងឹតឈឹងប្រែមកជាភ្លឺចិញ្ចាចស្រស់ថ្លាឡើងវិញហើយរាងកាយរបស់អានាគក៏អិតកតើមួយនឹងក៏ដូចជាបានផ្ទុះបឹងតែម្ដងបើយើងមើលទៅការសភាពរបស់អាឡានតួឯកប្រុសរបស់យើងនៅពេលនេះគឺពិតជាដង្ហក់ខ្លាំងមែនទែនពីព្រោះថាគាត់ចំណាយតែមកពោអស់ច្រើនរីឯដៃឯចាយរបស់អាឡានរបស់យើងក៏ត្រូវបានបាក់ដូចគ្នាភ្លាមលីសាក៏បានរត់មករកអាឡានឃើញអាឡានមិនអីដូច្នោះនាងក៏ធូរទ្រូងផងដែរអាការ៉ាសាបន្ទាប់ពីនាងបានដឹងខ្លួនក៏បានឃើញជាមួយនឹងក្មេងស្រីមួយនោះអញ្ចឹងនាងក៏ធូរទ្រូងដូចគ្នាអ្នកទាំងពីរក៏បានអោបគ្នាទាំងភាពរំជើបរំជួលតែម្ដងអាឡានវិញកំពុងតែមើលគេផ្លឹកក៏ស្រាប់តែអាលីសាក៏បានហៅឈ្មោះគាត់អញ្ចឹងក៏ហុចដៃគាត់ចាប់ទៅ